សូមជូនរឿងចៅល្ងងសពជាតិមានរឿងព្រេងមួយដំណាលថាមានចៅម្នាក់កើតនៅក្នុងត្រកូលអ្នកធនល្មមមួយនៅទីជនបទចៅនោះជាក្មេងល្ងងហួសពេកណាស់ខាងផ្នែកបញ្ញាស្មារតីសូម្បីតែអ្វីដែលសាមញ្ញងាយស្រួលបំផុតក្តីក៏វាមិនអាចនឹកឃើញឬក៏យល់បានដែរបើមានគេប្រាប់ពន្យល់អ្វីបន្តិចបន្តួចចៅនេះចាប់បានតែមួយផ្លែតប៉ុណ្ណោះរួចក៏ភ្លេចទៅវិញភ្លាមព្រោះហេតុដូច្នោះហើយទើបបានជាគេតែងតែហៅចៅនោះថាអាល្ងងសពជាតិលុះចៅនោះមានវ័យវឌ្ឍនាការធំពេញរូបរាងកន្លងបានយូរទៅហើយកាលណាក្តីក៏គេគ្មានឃើញអ្វីថាជាការរីកចម្រើនដុះដាលខាងប្រាជ្ញាសោះនៅក្នុងដំណាក់កាលនោះចៅល្ងងសពជាតិស្រាប់តែកើតចិត្តប្រតិព័ទ្ធលើស្រីរហូតដល់សុំឲ្យម្ដាយឪពុកទៅស្ដីដណ្ដឹងកូនគេឲ្យដោយលុះក្នុងក្តីអាណិតអាសូរកូនហើយមានគំនិតថាទោះបីម្ដេចម្ដាក៏ថ្ងៃមុខថ្ងៃក្រោយទៅគេត្រូវតែទុកដាក់កូនចៅឲ្យមានគូស្រករទើបស្វាមីភរិយាទាំងពីរអង្គាសម្រេចគ្នាថាត្រូវតែព្រមព្រៀងតាមបំណងរបស់កូនក្រោយពីនោះបន្តិចមកម្ដាយឪពុកចៅល្ងងសពជាតិក៏ទៅមើលកូនគេម្នាក់នៅមិនឆ្ងាយប៉ុន្មានពីស្រុកភូមិរបស់ខ្លួននោះទេចៅនោះក៏ទៅជាមួយផងដែរការចូលចែកជើក៏ទៅជាត្រូវរើគ្នានាពេលនោះតែម្ដងទាំងសងខាងបានព្រមព្រៀងគ្នាថា3ខែទៀតនឹងភ្ជាប់ពាក្យទាំងលើកជំនូនមកជាមួយផងហើយ3ខែក្រោយមកទៀតនឹងត្រូវរៀបការកម្មវិធីនោះត្រូវបានអនុវត្តដោយបានគ្រងទុកពិធីរៀបអាពាហ៍ពិពាហ៍បានប្រព្រឹត្តទៅអស់3ថ្ងៃ3យប់រួចហើយកូនប្រុសក៏នៅផ្ទះខាងស្រីលុះចូលខែជាគម្រប់ទី3បន្ទាប់ពីរៀបការមកប្រពន្ធចៅល្ងងសពជាតិក៏ឆ្លងទន្លេបានកូនមួយចៅនោះសប្បាយចិត្តណាស់ចៅខំប្រឹងថែទាំបម្រើប្រពន្ធសពបែបសពយ៉ាងរហូតដល់ប្រពន្ធអាំងភ្លើងរួចរាល់ស្រេចបាច់អស់មិនឲ្យមានខ្វះចន្លោះត្រង់ណាបន្តិចសោះឡើយបានប៉ុន្មានថ្ងៃក្រោយមកចៅល្ងងសពជាតិជួនជាជួបសម្លាញ់របស់គេម្នាក់សម្លាញ់នោះបានដឹងថាមិត្តរបស់គេទើបតែរៀបការបាន3ខែស្រាប់តែមានកូនដូច្នោះក៏ពន្យល់ថាណែសម្លាញ់អញអាណិតឯងណាអញសុំប្រាប់ឯងឲ្យត្រង់ទៅចុះថាកូននឹងមិនមែនជាកូនរបស់ឯងទេព្រោះឯងទើបតែប្រសពគ្នាបាន3ខែប៉ុណ្ណោះឯងបើវាជាកូនរបស់ឯងនោះណាលុះត្រាតែឯងនិងប្រពន្ធឯងនោះបានគ្នាជាប្តីប្រពន្ធនឹងយ៉ាងតិចណាស់ក៏9ខែដែរអញ្ចឹងមានតែប្រពន្ធឯងនឹងគេមានប្រុសមានសហាយមុនគេរៀបការជាមួយនឹងឯងណាកាលបើបានលើសម្លាញ់របស់ខ្លួននិយាយយ៉ាងនេះហើយចៅល្ងងសពជាតិប្រឹងសួររឿងនេះបញ្ជាក់ម្ដងហើយម្ដងទៀតលុះជឿជាក់ថាពិតជាដូច្នោះមែនចៅនោះក៏អះអាងប្រាប់សម្លាញ់ថាចាំមើលទៅផ្ទះវិញអញរករឿងប្រពន្ធអញឲ្យណានៃម្ដងច្បាស់ជាពិតជាអញ្ចឹងមែនហើយចាំមើលណាអញនឹងលែងវាចោលហើយបន្ទាប់មកចៅល្ងងសពជាតិក៏ដើររលាំងរលះទៅកាន់ផ្ទះរបស់ខ្លួនវិញទៅដល់ហើយចៅមិនបង្អង់ឲ្យយូរឡើយក៏ប្រញាប់លើកមូលហេតុដែលថាទើបនឹងបានគ្នាជាប្តីប្រពន្ធតែ3ខែមិនទាន់បាន9ខែផងស្រាប់តែមានកូននោះមកបង្កជារឿងឲ្យកើតជាចំនួននឹងអាលែងលះគ្នារីឯនាងភរិយាគេជាស្រីឆ្លាតលុះឮប្តីនិយាយត្រូវចំណុចខ្សោយរបស់ខ្លួនហេតុតែនាងស្គាល់ចរិតរបស់ប្តីច្បាស់នាងក៏ប្រើកិរិយាមញាក់មញក់ប្រាប់និយាយលបួងប្តីទាំងប្រើល្បិចផ្សំផងថាឪវាឯងកុំអាលជឿគេឲ្យហួសហេតុណាមនុស្សយើងមិនមែនសុទ្ធតែល្អជាមួយនឹងយើងទាំងអស់គ្នានោះទេមានមនុស្សខ្លះនោះនិយាយចាក់រុកឲ្យយើងឆ្លោះគ្នាឲ្យយើងបែកបាក់គ្នា
មនុស្សខ្លះទៀតណាគេចេះតែជួយយកអាសាយើងចង់ឲ្យយើងរស់នៅជួបជុំគ្នាបានល្អគេនោះទៅជាមនុស្សល្អណាយើងត្រូវសេពគប់តែជាមួយមនុស្សល្អទៅបានល្អចំណែកឯរឿងដែលឪវាឯងលើកឡើងថាយើងភពប្រសពជាមួយនឹងគ្នាជាប្តីប្រពន្ធមិនតាន់បាន9ខែនោះវាមិនមែនជាការពិតទេណាឥឡូវឪវាឯងចាំមើលណាចាំខ្ញុំរំលឹកប្រាប់ឡើងវិញតាំងពីដើមមកឪវាឯងមិនមកដណ្ដឹងខ្ញុំបាន3ខែទើបលើកចំនួនហករាប់ម្រាមដៃខ្ញុំឲ្យគ្រប់3មើលចៅល្ងងសពជាតិក៏នឹកឃើញឡើងវិញថាពិតជាអញ្ចឹងមែនចៅក៏ចាប់រាប់ម្រាមដៃប្រពន្ធម្ដងមួយរហូតដល់គ្រប់3រួចចំណាំទុកនាងប្រពន្ធក៏បន្តទៅទៀតថាលុះឯងលើកចំនួនរួចហើយបាន3ខែទៀតទើបយើងរៀបការមែនឬទេនឹងបើមែនហោរាប់ម្រាមដៃខ្ញុំថែម3ទៀតមកចៅល្ងងនឹកឃើញរឿងនោះថាពិតដូច្នោះមែនក៏រាប់ម្រាមដៃប្រពន្ធថែម3ទៀតរួចកាន់ជាប់ទុកជាចំណាំជាចុងក្រោយបង្អស់នាងប្រពន្ធក៏ប្រាប់ទៅទៀតថាហើយក្រោយពីយើងរៀបការមកបាន3ខែថែមទៀតណាទើបយើងបានកូននេះរាប់ម្រាមដៃខ្ញុំថែម3ទៀតមកចៅល្ងងយើងក៏រាប់ដូចលើកមុនពេលនោះនាងប្រពន្ធបានឱកាសហើយក៏និយាយទៅកាន់ប្តីថាឥឡូវនេះឪវាឯងរាប់ម្រាមដៃខ្ញុំឡើងវិញមើលតើឃើញគ្រប់9ខែឬអត់ហ្នឹងចៅល្ងងសពជាតិក៏រាប់ម្រាមដៃប្រពន្ធតាំងពី1រហូតដល់9ឃើញគ្រប់ចំនួនជាប្រកបមែនទើបចៅនោះនឹកខឹងនឹងសម្លាញ់ថាមិនគួរអីមកនិយាយផ្ដេសផ្ដាសលេងអញ្ចឹងសោះចៅនោះមិនចង់ពីអ្វីនឹងសម្លាញ់ទេគ្រាន់តែទៅស្ដីបន្ទោសឲ្យបន្តិចបន្តួចដោយប្រការផ្សេងតែប៉ុណ្ណោះហេតុនិងផលជាគូគ្នាសម្រាប់ត្រួតពិនិត្យបើហេតុនិងផលសមគ្នាពិតជឿចោះកុំភិតភ័យខ្លាចខុសរឿងដង្កូវនិងក្អែកប្រជុំរឿងព្រេងខ្មែរភាគទី1ទំព័រទី105ដល់ទំព័រទី107មាននិទានមួយដំណាលថាសត្វដង្កូវកំពុងស៊ីស្លឹកឈើមានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះក្អែកថាពេលនេះមានលៀបបានដង្កូវស៊ីហើយវ៉ៃក៏ហើរទៅចិត្តដង្កូវក្រឡេកឃើញក្អែកក៏នឹកថាខ្លួនអាក្អែកនេះចិត្តវាខូខើនឹងចឹកអញស៊ីឥឡូវហើយដង្កូវក៏សួរក្អែកថាបងក្អែកមករកអ្វីដែរនឹងក្អែកប្រាប់ទៅដង្កូវវិញថាអញមកស៊ីអាដង្កូវឯងនឹងណាដង្កូវថាទេលុះត្រាតែបងក្អែកឯងនឹងរកប្រស្នាអញឃើញទើបស៊ីអញបានណាបើរកប្រស្នាអញមិនឃើញទេស៊ីអញមិនបានទេក្អែកក៏សួរថាប្រស្នាដង្កូវឯងនោះវាយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញណាដង្កូវក៏សួរទៅក្អែកមានដូចតទៅនេះ1ដូចម្ដេចដែលគេហៅថាផ្អែមជាងគេបំផុតនោះ2ដូចម្ដេចដែលគេហៅថាជូរចត់ជាងគេបំផុតឯទី3ដូចម្ដេចដែលគេហៅថាស្អុយជាងគេបំផុតនិងទី4ដូចម្ដេចដែលគេហៅថាក្រអូបជាងគេបំផុតនោះកាលបើក្អែកបានឮដង្កូវសួរប្រស្នាទាំង4បទនេះហើយមានសេចក្តីត្រេកអរជាទីបំផុតក៏ស្រែកហូរកញ្ជ្រៀវលេងដែលគិតថាប្រស្នាដង្កូវទាំង4បទនេះអញមុខជារកឃើញឥឡូវហើយនឹងបានស៊ីដង្កូវនេះជាមិនខានទើបក្អែកឆ្លើយដោះស្រាយប្រស្នាដូចមានតទៅនេះ
ដែលគេហៅថាផ្អែមនោះគឺមានស្ករនិងទឹកឃ្មុំផ្អែមជាងអ្វីទាំងពួងណាហើយទី2ដែលគេហៅថាជូរចត់នោះគឺគ្មានអ្វីក្រៅពីម្ជូរក្រូចឆ្មាអំពិលម្ជូរសណ្ដាន់ម្ជូរក្រសាំងនិងទឹកខ្មេះនោះទេហើយទី3នោះដែលគេហៅថាស្អុយជាងគេនោះណាគឺអាចនឹងគម្រង់ខ្មោចសត្វទាំងពួងនិងទី4ដែលគេហៅថាក្រអូបជាងគេនោះគឺគ្មានអ្វីក្រៅពីផ្ការំដួលផ្កាម្លិះនិងទឹកអប់នោះទេក្អែកបានដោះស្រាយប្រស្នាទាំង4បទនេះប្រាប់ទៅដង្កូវថាទេក្អែកដោះស្រាយប្រស្នានេះមិនត្រូវទេណាក្អែកក៏ដាក់មុខស្រងោតនិយាយទៅកាន់ដង្កូវវិញថាបើដង្កូវឯងថាអញខុសសុំឲ្យដង្កូវឯងប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផងមើលដង្កូវប្រាប់ទៅក្អែកវិញថាប្រាប់បានណាប៉ុន្តែក្អែកឯងកុំស៊ីអញទើបអញប្រាប់ក្អែកក៏ថាឲ្យតែប្រាប់ចោះអញមិនស៊ីដង្កូវឯងទេលុះបានខសន្យាព្រមព្រៀងគ្នាយ៉ាងនឹងហើយដង្កូវក៏ដោះស្រាយប្រស្នាប្រាប់ទៅក្អែកដូចមានពាក្យតទៅនេះដែលគេហៅថាផ្អែមនោះមិនមែនផ្អែមស្ករទឹកឃ្មុំនោះទេគឺផ្អែមពាក្យសម្ដីដែលនិយាយទៅមករកគ្នាដោយពាក្យពីរោះពិសាស្មោះត្រង់រកគ្នានេះហើយហៅថាផ្អែមជាទីបំផុតឯទី2ដែលគេហៅថាជូរចត់នោះមិនមែនជូរចត់អំពិលសណ្ដាន់ក្រូចឆ្មាទឹកខ្មេះនោះទេគឺពាក្យភរុសវាទខូខើឥតគួរឥតសមដែលនិយាយកាន់គ្នាទៅវិញទៅមកនេះហើយហៅថាជូរចត់លើសជូរចត់អ្វីទាំងពួងណាហើយទី3ដែលគេហៅថាស្អុយនោះមិនមែនស្អុយអាចឬក៏ស្អុយគម្រង់នោះទេគឺស្អុយគេស្អុយឈ្មោះដែលប្រព្រឹត្តអាក្រក់ក្នុងលោកនេះហើយហៅថាស្អុយច្រាស់ខ្យល់ឯទី4ដែលគេហៅថាក្រអូបនោះគឺមិនមែនក្រអូបក្លិនផ្កាឬទឹកអប់នោះទេគឺក្រអូបគេឈ្មោះដែលប្រតិបត្តិល្អនេះហើយហៅថាក្រអូបជាងគ្រឿងក្រអូបទាំងពួងក្អែកបានស្ដាប់ប្រស្នាទាំងនេះហើយឈប់ស៊ីដង្កូវទៅរឿងកំឡោះពីរនាក់ចង់បានប្រពន្ធគេប្រជុំរឿងព្រេងខ្មែរភាគទី1ទំព័រទី51ដល់ទំព័រទី53មានរឿងមួយដំណើរថាមានបុរសម្នាក់មានប្រពន្ធល្អទើបតែរៀបការថ្មីបណ្ដាលគ្នាទៅសួរញាតិហើយក៏មានកំឡោះពីរនាក់បានឃើញក៏ស្រឡាញ់ចង់បានវាគិតថាទេយើងធ្វើមិនដេចនឹងបានចៅម្នាក់ក៏ឆ្លើយថាងាយទេឯងគិតទៅរកខ្ចីរទេះគោមកបប៉ុន្តែឯងធ្វើមិនស្គាល់អញបើអញសួរឯងកុំប្រាប់ថារទេះចូលឯងប្រាប់ថាចន្ទោលថានឹមទៅវិញទើបកំឡោះម្នាក់ទៅខ្ចីរទេះគេមកបឲ្យជួបនឹងបរោះបណ្ដាប្រពន្ធនោះដើរមកដល់ក៏កំឡោះម្នាក់នោះវាសួរថាណែអញជើញមកអាយឈប់និយាយគ្នាលេងបន្តិចសិនមើលបុរសការប្រពន្ធថ្មីក៏ចូលទៅអង្គុយលេងលុះកំឡោះម្នាក់បរទេះមកដល់វាធ្វើជាសួរថានេះគេហៅថាអ្វីនេះបុរសប្តីប្រពន្ធឆ្លើយប្រាប់ថាគេហៅថារទេះណាបុរសនោះក៏ឆ្លើយថាមែនឬអ្នកបុរសនោះក៏ឆ្លើយថាមែនបើមែនតើអ្នកហ៊ានភ្នាល់នឹងខ្ញុំទេបុរសនោះសួរថាអ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើងនោះកំឡោះនោះក៏ថាបើខ្ញុំចាញ់ខ្ញុំនៅជាខ្ញុំអ្នកហើយបើខ្ញុំឈ្នះសុំតែប្រពន្ធអ្នកទេបុរសនោះគិតថាប្រកាសជាគេហៅថារទេះមែននឹងខ្លាចអ្វីក៏ព្រមភ្នាល់នឹងគេទៅ
ទើបកំឡោះដែលឈរសួរទៅអ្នកបរទេសចង្អុលទៅសួរទៅចន្ទោលកំឡោះអ្នកបរទេសប្រាប់ថានេះគេហៅថាចន្ទោលចង្អុលសួរទៅនឹមថានេះគេហៅថានឹមនេះគេហៅថាទូកនេះគេហៅថាត្រាយនេះគេហៅថាប្រែកនេះគេហៅថាកង់នេះគេហៅថាខ្នងកង់នេះគេហៅថាត្រពងដល់ឆ្លើយរួចសពគ្រប់កំឡោះនោះសួរទៅបរោះជាប្តីថាឥឡូវនេះគេមិនហៅថារទេះទេបើដូច្នេះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេចបរោះជាប្តីនោះមិនព្រមដល់ប្រកែកទៅមិនឈ្នះគេដណ្ដើមយកប្រពន្ធទៅបានបរោះនោះមិនសុខចិត្តទៅប្តឹងចៅក្រមឲ្យទៅកោះចៅទាំងពីរនោះមកជំនុំកំឡោះទាំងពីរអ្នកនោះវាសោកចៅក្រមកាត់សេចក្តីថាអើត្រូវតែចាញ់គេហើយត្រូវឲ្យប្រពន្ធទៅគេទៅបរោះនោះខឹងណាស់ត្បិតគេយកប្រពន្ធទៅបានដើរផងយំផងដើរបន្តិចទៅក៏ប្រទះនឹងសុភាទន្សាយក៏សួរថាថ្វីបានជាបងយំនឹងបរោះនោះប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាណែបើដូច្នោះបងឯងកំភៃរកតែជែកមកឲ្យយើងស៊ីសិនយើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញណាបរោះនោះអន់ណាស់ខំទៅរកជែកយកមកឲ្យសុភាទន្សាយស៊ីជែករួចហើយដើរទៅជាមួយនឹងបរោះនោះទៅដល់សួរចៅក្រមថាណែលោកកាត់សេចក្តីគេនោះធ្វើដូចម្ដេចខ្លះហ្នឹងចៅក្រមក៏ឆ្លើយប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាលោកកាត់សេចក្តីមិនទាន់អស់ទេបើដូច្នេះខ្ញុំសូមកាត់សេចក្តីនេះផងឲ្យសុខចិត្តទាំងពីរខាងណាសុភាទន្សាយសួរកំឡោះដែលយកប្រពន្ធគេមកនោះថាអ្នកពីរនាក់នេះការភ្នាល់គ្នាថាដាក់អ្វីដែរបរោះនោះក៏ឆ្លើយថាដាក់ប្រពន្ធឯសុភាទន្សាយសួរទៅកំឡោះនោះថាត្រង់ណាដែលហៅថាប្រពន្ធនោះបើអ្នករកឃើញយកទៅចុះបើរកមិនឃើញទេឲ្យប្រពន្ធទៅគេវិញទៅកំឡោះនោះចាប់ត្រង់ដៃសុភាទន្សាយប្រាប់ថានេះគេហៅថាដៃទេវាចាប់ត្រង់ជើងសុភាទន្សាយថានេះគេហៅថាជើងទេតាវាចាប់ត្រង់នេះក៏ថាមិនមែនត្រង់នោះក៏ថាមិនមែនហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅថាប្រពន្ធឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោលនឹមត្រាយប្រែកធ្នង់ត្រពងរួមទាំងអស់នេះទៅទើបហៅថារទេះបើដូច្នេះឯងយកប្រពន្ធគេមិនបានទេឲ្យគេវិញទៅសុភាទន្សាយឲ្យកំឡោះនោះយកប្រពន្ធមកវិញសុភាទន្សាយស្ដីឲ្យលោកចក្រមថាបងកាត់សេចក្តីនេះស៊ីតែសំណូកគេគ្មានត្រង់តាមព្រះច្បាប់សោះបរោះនោះបានប្រពន្ធមកវិញក៏អរណាស់លើកដៃសំពះសុភាទន្សាយថាអោលោកបងកាត់សេចក្តីនេះពេញហៅថាត្រូវហើយឲ្យលោកបានសម្បត្តិសួគ៌និព្វានណាបាទរឿងកំឡោះពីរនាក់ចង់បានប្រពន្ធគេចប់ត្រឹមតែប៉ុណ្ណេះរឿងស្រីមាយាដកខ្ញីប្រជុំរឿងព្រេងខ្មែរភាគទី1ទំព័រទី136ដល់ទំព័រទី138មានរឿងមួយដំណាលថាមានបុរសម្នាក់និងស្ត្រីម្នាក់ជាប្តីប្រពន្ធ
នៅក្នុងស្រុកមួយប្តីជាមនុស្សចិត្តត្រង់តែគ្មានប្រាជ្ញាឯនាងប្រពន្ធនោះជាស្រីចិត្តមិនត្រង់នឹងប្តីតែចេះមាយាច្រើនថ្ងៃមួយនាងប្រពន្ធមានចិត្តប្រាថ្នាចង់ជួបនឹងសហាយណាស់ដោយឃ្លាតគ្នាយូរមកហើយតែមិនដឹងជាធ្វើម្ដេចនឹងទៅជួបបានព្រោះភូមិនោះនៅឆ្ងាយពីគ្នាបើដើរទៅខ្លាចខ្មោចលងនាងប្រពន្ធក៏និយាយនឹងប្តីខ្លួនថាអ្នកអើយល្ងាចនេះយើងគិតទៅរកទិញមាន់មួយមកធ្វើស៊ីបាយម្ដងអ្នកចង់ស៊ីទេប្តីក៏តបវិញថាចង់ស៊ីដែរនឹងណាប្រពន្ធក៏ថាខ្ញុំចង់ស៊ីខួខ្ញីប្តីក៏ថាអញក៏ចង់ស៊ីខួខ្ញីដែរថាហើយក៏បបួលគ្នាចុះដើរទៅទិញមាន់អ្នកស្រុកនៅភូមិជិតផ្ទះសហាយនោះប្តីនិងប្រពន្ធបបួលគ្នាសួររកទិញគ្រប់តែផ្ទះនាងប្រពន្ធដើរបែកពីប្តីទៅជួបនឹងសហាយវានិយាយកិច្ចកលផ្សេងរួចមកជួបនឹងប្តីវិញហើយប្រាប់ថាអ្នកអើយផ្ទះឯណោគេមានលក់មាន់គេប្រាប់ខ្ញុំអំបញ្ញមិញហ្នឹងប្តីព្រមទៅតាមប្រពន្ធប្រាប់ក៏ទិញបានមេមាន់មួយយួរត្រឡប់មកផ្ទះវិញពេលនោះជាពេលពុនប្រលប់ទៅដល់ពាក់កណ្ដាលផ្លូវស្រាប់តែនាងប្រពន្ធធ្វើមាយាគក់ដើមទ្រូងហើយថាអ្នកអើយភ្លេចដូចគេលុតទៅហើយខ្ញុំប្តីក៏សួរថាហើយភ្លេចអីដែរប្រពន្ធក៏តបថាភ្លេចខ្ញីទៅហើយអ្នកបើដូច្នោះអ្នកឯងនៅនេះសិនចុះខ្ញុំរត់ទៅវាឆាប់ទេហើយនាងនោះក៏រត់ទៅប្តីក៏ឈរចាំប្រពន្ធឯនាងប្រពន្ធកាលឃ្លាតពីប្តីហើយក៏គេចទៅជួបនឹងប្រុសសហាយខ្លួនហេតុតែរលឹកសហាយខ្លាំងណាស់ក៏ប្រះដេកទៅដីមិនរកផ្ទះសម្បែងទេដោយប្រញាប់ទៅជួបនឹងប្តីវិញឯបុរសជាសហាយនោះក៏ទទួលភារៈនាងនោះទៅរួចនាងនោះយកខ្ញីពីសហាយហើយផ្ដាំថាណែល្ងាចនេះណាឲ្យអ្នកបងចាំមើលបើមានពេលស្រួលចូលទៅដេកម្ដងទៀតចុះនិយាយកិច្ចការសពគ្រប់ហើយនាងនោះក៏ត្រឡប់មកឯប្តីដើមវិញដីដែលប្រះដេកនោះក៏នៅជាប់នឹងខ្នងមិនតាន់បោសនៅឡើយព្រោះដើរមកដោយប្រញាប់លុះដើរមកដល់ប្តីខ្លួនហើយក៏សើចក្អាកក្អាយនិយាយទៅកាន់ប្តីថាបើអ្នកឃើញអំបញ្ញមិញណាប្រហែលជាសើចដាច់ខ្យល់ស្លាប់ហើយអ្នកប្តីក៏សួរថាហើយសើចអីដែរនោះប្រពន្ធក៏តបថាណែអ្នកមើលខ្នងខ្ញុំនេះបោះឲ្យបន្តិចមើលនឹងហើយខ្ញុំដកខ្ញីវារបូតដៃទាំងអស់ខ្ញុំដួលផ្ងាទៅក្រោយបះជើងឲ្យច្រោងបានជាដីនឹងប្រឡាក់ខ្នងខ្ញុំអស់ប្តីមិនដឹងក៏បោះខ្នងឲ្យប្រពន្ធទៅរួចហើយក៏នាំគ្នាដើរទៅផ្ទះធ្វើបាយនិងមាន់ស៊ីធ្វើរួចហើយពេលងងឹតស៊ីបាយរួចប្រពន្ធនិយាយនឹងប្តីថាអ្នកអើយផ្លុំពៃទៅខ្ញុំនឹងស្ដាប់ប្តីក៏យកពៃមកផ្លុំប្រពន្ធដេកស្ដាប់បន្តិចទៅក៏កិលមកដេកលើផ្លូវប្តីហើយថាព្រោះណាអ្នកផ្លុំពៃភ្នែកមើលរុនដែរឬទេនឹងបើអ្នកមិនមើលរុនធ្វើម្ដេចនឹងចាប់បើកបត់ឲ្យត្រូវទំនុកទៅប្តីក៏តបថាទេមិនបាច់មើលរុនអីទេព្រោះដៃនឹងចាំស្ទាត់ហើយចំណាំរុនផងប្រពន្ធក៏ឆ្លើយថាបើដូច្នេះណាខ្ញុំបិទភ្នែកអ្នកទាំងពីរមើលអ្នកនៅតែផ្លុំពីរោះដូចដែរឬទេនឹងប្តីក៏តបថាបិទចុះក៏នៅតែផ្លុំពីរោះដូចមុនដដែលនឹងប្រពន្ធយកដៃបិទភ្នែកប្តីខ្លួនទាំងពីររួចហើយក៏កន្ធែកជើងឲ្យសហាយនោះឃើញបុរសសហាយឃើញស្រីសហាយខ្លួនបិទភ្នែកប្តីបានហើយកន្ធែកជើងឲ្យសញ្ញាដូច្នោះក៏ចូលទៅរួមសង្វាសនឹងនាងនោះទៅលុះសហាយនោះថយចេញទើបប្រពន្ធលែងបិទភ្នែកប្តីនាងក៏មិនអាចដឹងដល់កិច្ចកលនោះឡើយព្រោះហេតុនេះបានជាមានពាក្យបុរាណថាមាយាដកខ្ញីមានទាំងទំនុកច្រៀងផងថា
ស្រីទៅដកខ្ញីស្រីអើយនាងស្រីស្រីទៅដកខ្ញីដកដួលទាំងខ្លួនកាលដកលើកមុនតូចតន់លាក់ពួនដកក្រោយសំនួនផ្ទួនឲ្យប្តីស្លាប់ប្តីនាងអ្នកផ្លុំនាងសុំធ្វើត្រាប់បន្តអើងអាប់ចាប់បត់អុំទូកបាត់រឿងស្រីមាយាដកខ្ញីចប់ត្រឹមតែប៉ុណ្ណេះរឿងក្អែកមួយជាក្អែក10ប្រជុំរឿងព្រេងខ្មែរភាគទី1ទំព័រទី48ដល់ទំព័រទី42កាលពីព្រេងនាយមានបុរស2នាក់ម្នាក់ឈ្មោះអាខិលម្នាក់ឈ្មោះអាខូចនៅស្រុកទីតីពីគ្នាគំនិតដោយខ្លួនអាខូចជុះអាចដាក់ពេញពាងមួយហើយយកអាចលាក់បិទផ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបានអាខិលធ្វើកំបិតមួយមានផ្លែប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃស្រោមធំវែងប្រហែល1លូកអាខិលស្ពាយកំបិតនោះដើរទៅលក់ឯអាខូចក៏ពុនពាងអាចនោះដើរទៅលក់ដែរអាខិលទៅទីនេះអាខូចមកពីនោះជួបគ្នាកណ្ដាលផ្លូវអាខូចពពាយនាយថាអ្នកអើយទិញផ្អកយកទៅពិសាផ្អកចាវយ៉ាងល្អស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់ផ្អករបស់ខ្ញុំអាខិលឆ្លើយថាតោះតែលក់ដាវខ្ញុំមិនដាច់គ្មានលុយទិញបើដូរជាដាវនេះព្រមដូរដែរឬទេនឹងអាខូចឃើញដាវនោះវែងក៏ឆ្លើយថាដូរក៏បានដែរអាខិលប្រគល់ឲ្យអាខូចហើយអួតថាដាវខ្ញុំនេះណាមុតបំផុតមេដែករបស់ខ្ញុំផងបើត្រូវការសំហូតកាប់តែម្ដងអ្នកឯងកុំប្រញាប់ហូតមើលបើហូតលោព្រើលនោះសោកទៅវិញមិនចុះទេហើយដាវខ្ញុំនោះពុះកែខ្ញុំស្ដាយរបស់ខ្ញុំណាបើកុំតែខែនេះក្រមហូបពេកកុំអីខ្ញុំមិនដូរទេណាអាខូចក៏ប្រគល់ពាងអាចឲ្យទៅអាខិលហើយហាមថាណែផ្អកខ្ញុំនឹងក៏ដែរពេលដែលស៊ីណាសឹមបើកយកមកចំហុយកុំអាលបើកមើលក្រែងវាស្អុយរួយវាបែងក្រែងវាធំខ្មោះស៊ីទៅមិនទាន់អស់វាទៅជាខានឆ្ងាញ់ណានឹកឃើញជីដូនជីតាបានតែខ្វាស៊ីទៅទាំងពីរបែកគ្នាទៅដល់ផ្ទះរាល់ខ្លួនហើយទឿនប្រពន្ធកូនថាឯងអើយដាំបាយទៅអញបានផ្អកណាប្រពន្ធថាបានផ្អកពីណាហ្នឹងអាខិលថាដូរដាវគេថាផ្អកចាវគេនោះឆ្ងាញ់ពិសាណាស់ប្រពន្ធក៏អពេញចិត្តនឹកថាយីប្តីចេះធ្វើកំបិតដូរផ្អកណោះស្ទុះផ្លែតទៅលាងចានដួសបាយហើយកាន់កំបិតយ៉ាងកំរិលក៏កិលទៅចិត្តពាងផ្អកយកកំបិតក៏អាចលាក់នោះបើកឡើងហើយលោកខ្វាបានតែមួយក្តាប់ដាក់ផ្លាប់ទៅក្នុងចានសល់នៅដៃប៉ុន្មានក៏លិតផ្លប់ភ្លក់មើលងើបមុខឡើងថាយីផ្អកចាស់អីក៏ស្អុយដូចអាចអញ្ចឹងគ្មានឆ្អឹងនិងសាច់ក៏ខ្វែកក៏ខ្វក់ម៉ត់ផង់យ៉ាងហ្នឹងតើផ្អកត្រីអ្វីទៅបងប្តីក៏ឆ្លើយថាក្រែងផ្អកត្រីពោទេដឹងប្រពន្ធក៏លូកគោរាវរកក្បាលលោកបានពាក់កណ្ដាលក្អួតចង្អោរជាង20វ៉
ដឹងជាក់ជាអាចមិនមែនផ្អកបកបន្ទោសទៅម្ចាស់ដើមឆ្អើមលេបបាយមិនរួចនិយាយអំពីអាខូចត្រេកអរណាស់ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថាណែឯងអាចអញមួយពីងណាអញដូរបានដាវមួយដែរណាទទួលខឹងនឹងឆ្កែវានោមច្រាស្លឹកគ្រៃកន្ត្រាក់ដាវលោតទៅដល់ដីបំរុងនឹងកាប់ឆ្កែសម្លាប់ក៏ចាប់ដងដាវហូតខ្វិចឃើញផ្លែដាវនោះខ្លីកំពេចកិច្ចឡើងលើផ្ទះបង្ហាញប្រពន្ធមើលហើយសើចទាំងពីរនាក់សើចហើយប្រាស់ប្រពន្ធថាប្រាជ្ញាអានេះស្មើនឹងអញវ័យអញទៅបបួលវាធ្វើសម្លាញ់គ្រាន់រកស៊ីពីរនាក់នឹងបានមាសប្រាក់ដោយងាយលុះទៅប្រទះនឹងអាខិលដើរមកពីនាយសើចពព្រាយនិយាយសួរថាឯងទៅណានឹងអាខិលក៏ឆ្លើយថាអញនឹងមកសុំឯងធ្វើសម្លាញ់អាទី1ក៏ថាអញនឹងក៏សុំឯងធ្វើក្លើដែរហើយក៏សុកចិត្តដើរពីរនាក់ទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ជរាឈឺស្លាប់គេដាក់ក្នុងក្តារមឈូសបំរុងបូជានៅថ្ងៃស្អែកចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នាវេលានោះទាំងពីរស៊ើបសួរអ្នកដើរខាងក្រៅថាលោកបងតើនរណាគេស្លាប់នឹងបានជាគេយំអញ្ចឹងគេក៏ប្រាប់ថាមហាសេដ្ឋីស្លាប់ទាំងពីរនាក់ក៏គិតគ្នាថាណែឯងត្រូវខ្លែងសម្បត្តិមួយច្បាប់ទៅប្រាប់ថាសម្បត្តិសេដ្ឋីឲ្យមកយកទ្រព្យរបស់ណាហើយអញនេះបន្លំចូលដេកក្នុងមឈូសអំពីលើខ្មៅសេដ្ឋីស្ដីតបនឹងឯងមួយក៏បន្លំដេកដោយគំនិតអ្នកនៅចិត្តមិនបានឃើញមិនបានដឹងត្បិតភ្នែកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំងសូត្រព្រះធម៌កូនចៅតូចធំរវល់តែយំសោកអាខូចដើរទៅរកក្រដាសបានធ្វើសម្បត្តិខ្លែងកាន់ដើរទៅសម្ដែងសូត្រឲ្យគេស្ដាប់ថាសម្បត្តិអំពីមហាសេដ្ឋីប្រាប់ថាចៅខូចកំសត់តាំងពីតូចជាកូនធរឥឡូវនេះឪពុកជរាហើយកូនអើយចូលទៅយករបស់ទ្រព្យទុកចាយឲ្យសบายចិត្តចុះកូនចៅប្រុសស្រីគេមិនសុខចិត្តព្រោះត្បិតគ្មានត្រាហត្ថលេខាសេដ្ឋីអាខូចក៏ឆ្លើយថាខ្ញុំសូមសន្យានឹងអស់កូនចៅអញ្ជើញទៅហៅទៅសួរលោកចុះបើលោកស្ដីនោះខ្ញុំត្រង់ពិតបើលោកស្ងៀមណានោះខ្ញុំខ្លែងបញ្ឆោតទេកូនសេដ្ឋីចូលភ្លាមទៅស្រែកហៅឪពុកតើឪពុកបានឲ្យសម្បត្តិទៅកូនធរមកយករបស់មែនឬទេអាខិលក៏ឆ្លើយថាកូនអញឈ្មោះអាខូចវាមកហើយឬកូនក៏ឆ្លើយថាទៀនប្រុសមកហើយអាខិលក៏ឆ្លើយថាមើលយករទេះមួយធំក្របីមួយនឹមណាទឹមរទេះនោះហើយយកមាសប្រាក់កែវកងសម្ពុតអាវវល់ផ្ទុកក្នុងរទេះឲ្យល្មមតែក្របីនោះអូសរួចបានប៉ុន្មានឲ្យវាយកទៅចោះណាកូនចៅស្រីប្រុសចាញ់ឧបាយកលអាខិលអាខូចក៏ខឹងខ្មោចសេដ្ឋីស្លាប់ហើយចេះស្ដីហៅពេញជាអស្ចារ្យឥឡូវនឹងបើកក្តារមើលឲ្យច្បាស់ចាស់ហាមប្រាមថាមើលមុខខ្មោចមិនបានខ្លាចដេកយប់ទៅមើលមមាយម្ល៉េះហើយក៏ជឿជាក់យកមាសនិងប្រាក់សម្ពុតអាវសម្លៀកបំពាក់និងកន្ទេលពូខ្នល់ខ្នើយហើយថែមតុថាសចានល្អអំបិលប្រហុក4ក្រឡអង្ករ5ការុងដាក់ផ្លុងទៅឲ្យអាខូចអាខិលបង្វិលរទេះយ៉ាងធំចែកយំទឹកភ្នែកឲ្យដោយខឹងដោយបញ្ជួសទាំងស្រីទាំងប្រុសហើយក៏ដឹកក្របីមួយនឹមទឹមរទេះប្រគល់ឲ្យអាខូចទៅអានេះត្រេកអរឡើងបរទេសចេញទៅអ្នកទាំងអស់ដែលនៅចេះតែជ្រួលមិនស្រួលព្រោះត្បិតខឹងនឹងស្ដាយអាខិលលួចមើលនាយអាយលបចេញព្រិចរត់តាមទៅបន្តិចក៏ទាន់រទេះហើយនិយាយគ្នាថាយើងបានទ្រព្យរបស់តែទាស់តែឃ្លានបាយបើឈប់ដណ្ដាំបាយនៅរៀងអាយនេះក្រែងមិនស្ងាត់ខ្លាចចោលតាមកស្ទាក់ប្លន់យកទ្រព្យមួយរទេះបើដូច្នេះ
ឯងឈប់ចាំអញទៅសុំបាយគេស៊ីខ្លះយកខ្លះមកឲ្យឯងណាអាមួយព្រមហើយអាមួយក៏ដើរទៅរកថ្នាំតាមផ្លូវយកមកនឹងលាយបាយឲ្យពលស្លាប់អន្តរាយនឹងយកទ្រព្យរបស់ទាំងអស់តែម្នាក់ឯងអាមួយដែលនៅចាំរទេះក៏ធ្វើខ្នាដាក់ស្ទាក់ផ្លូវបំរុងឲ្យត្រូវអានោះស្លាប់នឹងយកទ្រព្យតែម្នាក់ឯងដែរវេលានោះអាមួយទៅសុំបាយគេស៊ីរួចហើយសុំមួយចានផ្ញើសម្លាញ់គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផងអានោះក៏លាគេដើរចេញមកហើយយកថ្នាំប្រឡាក់បាយមកដល់ខាងអាយក៏ត្រូវនឹងខ្នានោះស្លាប់អាមួយដើរប្រញាប់ចាប់បាយស៊ីទើបនឹងស្កាំអាសេរពឹសថ្នាំក៏ពលស្លាប់បន្ទាប់គ្នាឯក្របីនោះក៏អូសរទេះចូលព្រៃរតែករតោកទៅជ្រកក្នុងទឹកត្រពាំងប្រឆាំងដាច់ខ្សែទៀមដេកត្រាំទឹកទៅដល់វេលាព្រឹកមានបរិសម្នាក់ដើរទៅឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃនឹកម្ដងភ័យនឹកម្ដងអថាទេឯងអ្នកក្រមិនដែលប្រទះទ្រព្យច្រើនណាស់ដូច្នេះបើលៃលោកយកទៅជារបស់ខ្លួនក្រែងពុំបានសុខក៏រុញរទេះសម្រុកទៅក្នុងព្រៃចងក្របីជាប់ត្រឡប់ទៅផ្ទះវិញហើយក៏ពិសោធន៍មាយាទប្រពន្ធដែលគិតថាបើប្រពន្ធអញមាយាទល្អនឹងយកទ្រព្យនោះទៅជារបស់ខ្លួនបើនិយាយទៅមិនចេះលាក់នឹងយករបស់ទាំងអស់ទៅជូនរាជការផែនដីជាប្រយោជន៍ដើម្បីឲ្យតែសុខខ្លួនគិតហើយដើរដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថាណែឯងអញជួអាចមិញណាមានសត្វក្អែកមួយហើរចេញអំពីក្តិតតែឯងអាណិតបិទមាត់ឲ្យឈឹងកុំឲ្យនរណាគេដឹងមួយជាពីរតែចូលត្រជាគេវាបែកការអាក្រក់ណាស់កើតមានជំនុំជម្រះសួរទៅសួរមកហើយគ្មានទាំងសាក្សីបានដឹងនឹងអាងក្រែងគេយកអញទៅឆ្កាងឬយកទៅដាក់គុកប្រពន្ធមិនលាក់ទុកក៏ដើរទៅប្រាប់គេថាណែមានក្អែកហើរចេញពីក្តិតប្តីអញតែឯងកុំមាត់ណាមេមួយទៀតមិនអត់ទៅប្រាប់គេថែមទៀតក្អែក5ប្រាប់លើសមួយតគ្នាដរាបដល់ក្អែក10រឿងនោះក៏ជ្រួតជ្រាបទៅដល់ព្រះមហាក្សត្រទ្រង់ចាត់ប្រើរាជអាមាត្យឲ្យស្រាវជ្រាវរកដល់បុរសនោះក៏ថ្វាយបង្គំគាល់ស្ដេចទ្រង់ឆ្ងល់ត្រាស់សួរថាមើលចៅតើមែនឬមិនមែននឹងបុរសក្រាបបង្គំទូលថាទូលព្រះបង្គំជាខ្ញុំក៏ហក់ប្រពន្ធចង់ដឹងចិត្តព្រោះត្បិតឃើញទ្រព្យច្រើនបុរសនោះរៀបរាប់ក្រាបទូលដោយខាងលើហើយក្រាបបង្គំលាទៅទឹមរទេះយកទ្រព្យមកថ្វាយស្ដេចទ្រង់ព្រះរាជទានឲ្យបុរសនោះពាក់កណ្ដាលទៀតដាក់ចូលឃ្លាំងបាទរឿងក្អែកមួយជាក្អែក10ចប់ត្រឹមតែប៉ុណ្ណេះរឿងបុរសកុហក4នាក់ប្រជុំរឿងព្រេងខ្មែរភាគទី1ទំព័រទី110ដល់ទំព័រទី112កាលពីព្រេងនាយមានបុរសកុហក4នាក់មកជួបជុំគ្នារួមគំនិតគិតដើរទៅរកឆបោកបញ្ឆោតយកទ្រព្យសម្បត្តិគេនៅគេហដ្ឋានឆ្ងាយពីលំនៅរបស់ខ្លួនព្រមព្រៀងគ្នាស្រេចហើយក៏នាំគ្នាដើរទៅលុះទៅយូរបន្តិចបានជួបប្រទះនឹងតាចាស់ដូនចាស់2នាក់ជាអ្នកធ្វើចំការកបាស
នៅក្បែរមាត់ទន្លេមួយដាច់ឆ្ងាយពីស្រុកភូមិគេឯងបុរសកុហក4នាក់នោះបានដឹងដំណឹងថាតាចាស់ដូនចាស់ជាអ្នកមានទ្រព្យសម្បត្តិច្រើនគ្រាន់បើក៏គិតគ្នាថាយើងត្រូវនាំគ្នាឈប់នៅទីនេះដើម្បីភូតកុហកយកទ្រព្យសម្បត្តិតាចាស់ដូនចាស់នេះឲ្យបានឮទេបុរស4នាក់នោះទៅដល់សួរតាចាស់ដូនចាស់ថាអូតាយាយហើយយើងខ្ញុំទាំង4នាក់នេះមកពីស្រុកឆ្ងាយណាស់ខំត្រាច់ដើររកអ្នកឯណាដែលចេះដឹងព្រោះយើងខ្ញុំនេះចង់ដឹងរឿងព្រេងពីបុរាណនាយមកតែវេលានេះបានមកជួបនឹងតាយាយប្រហែលជាដឹងរឿងបុរាណមកខ្លះមិនខានឡើយបើដូច្នេះសូមតាយាយមេត្តានិទានរឿងព្រេងអ្វីមួយឲ្យចៅស្ដាប់បន្តិចមើលតាចាស់ដូនចាស់ក៏ឆ្លើយតបទៅបរិសទាំង4នាក់នោះវិញថាចៅអើយចៅតាំងពីក្មេងដល់ចំណាស់ប៉ុណ្ណេះទៅហើយតាយាយណាគ្មានចេះរឿងព្រេងអ្វីទេសូមចៅអញ្ជើញទៅរកសួរអ្នកឯទៀតចុះណាចៅបុរសទាំង4នាក់ក៏ជម្រាបទៅតាយាយវិញថាអូតាយាយអើយបើប្រសិនជាមានគេចេះរឿងព្រេងនោះតាយាយចង់ស្ដាប់ដែរឬទេនឹងអូចៅអើយតាយាយណាចង់ស្ដាប់ណាស់តែរកអ្នកណាចេះគ្មានទេចៅបុរសទាំង4នាក់ក៏ជម្រាបទៅតាយាយវិញដោយកាច់កលប៉ងនឹងបោកយកទ្រព្យសម្បត្តិតាចាស់ដូនចាស់នោះឲ្យបានដោយងាយថាយើងខ្ញុំទាំង4នាក់នេះណាចេះខ្លះដែរព្រោះបានដឹងពីជីតាខ្ញុំគាត់និទានប្រាប់តែរឿងនេះបើនិយាយទៅកាលណាតាយាយត្រូវតែជឿឬទេទើបខ្ញុំនិទានប្រាប់បានតាយាយក៏ព្រមព្រៀងឲ្យបរិសទាំង4នាក់នោះនិយាយបុរសទី1ចាប់អធិប្បាយរឿងកុហកជាដំបូងឡើងថាកាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន3ខែម្ដាយខ្ញុំនោះគាត់ចង់ពិសាផ្លែទុរេននៅមុខផ្ទះខ្ញុំដើមវាណាមានកម្ពស់ប្រហែលជា8ព្យាមឯណោះហើយមានផ្លែតែមួយផងគាត់មិនដឹងជាគិតដូចម្ដេចនឹងបានផ្លែឈើនោះមកពិសាលុះខ្ញុំបានដឹងថាគាត់ចង់ពិសាផ្លែនោះខ្ញុំក៏ចេញពីផ្ទៃគាត់តាមទ្វារមាសទៅឡើងបេះទុរេននោះយកមកជូនគាត់ពិសារួចស្រេចខ្ញុំក៏ត្រឡប់ចូលទៅក្នុងផ្ទៃគាត់វិញបុរសទី2ថាកាលខ្ញុំណានៅក្នុងផ្ទៃម្ដាយខ្ញុំនោះបានចំនួនតែ6ខែឃើញគាត់នឿយហត់លំបាកនឹងធ្វើស្រែចំការច្បារដំណាំពេកខ្ញុំនឹងក៏ចេញពីផ្ទៃគាត់មកនៅធ្វើស្រែចំការខ្វៀលគោក្របីដណ្ដាំបាយដងទឹកជំនួសគាត់តាំងពីព្រឹកប្រហៀមលុះល្ងាចអស់ការធ្វើហើយខ្ញុំក៏ចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញជារៀងដរាបមកបុរសទី3ថាអូតាយាយហើយខ្លួនខ្ញុំនេះជាទេវបុត្រណាជាយុទ្ធចោះមកចាប់បដិសន្ធិនឹងម្ដាយខ្ញុំសប្ថ្ងៃនេះខ្ញុំចេញពីទ្វារមាសវេលាណាបានមកនៅបម្រើគាត់សពសារពើដល់ខ្ញុំចាស់ទៀបនឹងស្លាប់ខ្ញុំក៏សុំគាត់ចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញទៅដើម្បីកុំឲ្យស្លាប់តន់ហើយកើតមកម្ដងទៀតឲ្យបានជាក្មេងឡើងវិញឯបរិសទី4ក៏និទានថាឯខ្លួនខ្ញុំណាចាប់តាំងតែពីចេញពីផ្ទៃម្ដាយកាលណាមកខ្ញុំរក្សាសិល5ចាំសិល8តែសិលខ្ញុំនេះណាប្លែកពីសិលអ្នកទាំងពួងចង់ផឹកស្រាជក់អាភៀនសម្រាប់ជីវិតគេក៏បានលុះដល់ខ្ញុំស្លាប់ទៅក៏កើតជាទេវតាសោយរាជសម្បត្តិនៅឯឋានសួគ៌នាយបុរសទាំង4អ្នកនោះនិយាយភូតកុហកគ្រប់គ្នាហើយក៏សួរទៅតាចាស់ដូនចាស់ថាមើលតាយាយតើរឿងខ្ញុំនិទានជម្រាបទាំងប៉ុន្មាននេះតើតាយាយជឿដែរឬទេនឹងតាយាយក៏ឆ្លើយតបទៅវិញថារឿងនោះណាតាយាយជឿហើយចៅតែក្នុងគំនិតគាត់ទាំង2នាក់គិតឃើញជាស្រេចថាបុរសទាំង4នាក់នេះសុទ្ធតែនិយាយកុហកទាំងអស់ដល់បុរសទាំង4នាក់នោះទាល់ប្រាជ្ញាក៏ឲ្យតានោះនិយាយរឿងប្រាប់ម្ដងវិញប៉ុន្តែមុននឹងនិយាយរឿងតាចាស់នោះគាត់បានសន្យាដោយបុរសទាំង4នាក់នោះដែរលុះព្រមព្រៀងទាំងអស់គ្នាទើបតាចាស់ចាប់ផ្ដើមនិយាយតាថា
Ô chào ơi ca bị ta nàng dây na một thứ chầm caกับบ้านนี่บ้านปรำประมวยชนำสลับแต่เมียนตรอบสมบัติน้องประเมียละมอมนึงจินจำใจแต่งบุญเนี่ยนี่บ้านแต่เนยชนำมวยมนนัวกับบ้านมันพลายซ้อมันดังเจียเรื่องแฮดเอาไว้เมียนมือทั้งไงนะตาดารกน้องจำกาตือก็เคยเดิมกับบ้านมวยเดิมตุ่มหมปนเดิมทนาดเมียนพลายมวยทมตาก็เล่าใบโยกหมกเตะดอกตาหนังเย่นะน้อมขณีบ่เมื่อเคยเมียนกรอบบ้วนขนงมือกรอบน้องเมียนกุมามันเนี่ยกรุบกรอบแต่งบ้วนตาบ้านเอาเย่นะกวาดบ่มใบใบแรซาลูกดากุมาแต่งบุญเนี่ยนัวทมเวลียนนาหลังก่อนน้อมขึ้นนี้รถเจ้าตาหนังเย่แต่งออกเตยไอ้เลยนะตาเคยใจแต่งบุญเนี่ยตลอดหมกวิ่งเฮ้ยบรอแต่งบุญเนี่ยพัดไพคลั่งก็น้อมขึ้นนี้ชลายประกายเตยหนังตาจ้าโดนจ้าวิ่งทามันแมนเต้ตาเย่ซัวตะวิ่งทาให้แต่ไว้ก็เจ้าท่ามันแม่นบ่เจ้าใจตายประกายอย่างนี้นะนัวเคยท่าตัวเขาหนึ่งกิจสัญญาเฮ้ยบ่าโดยฉันแน่นะเตอเจ้าแต่งบุญเนี่ยหมกเนื้อบ่มราตาเติบเตอหนึ่งเปียสัญญานะบุรักก็เหาะแต่งบุญเนี่ยกิจมันรู้ก่อนเนื้อบ่มราตาเย้ระหดเตอบาดเรื่องบุรอกก็เหาะบุญเนี้ยจอบเติมแต่ปนแน่เรื่องบุรอปีเนี้ยเรศเสือประชุมเรื่องเพลงขมายเพียตีใบตุ่มปอตีมารอยปรำปีดอลตุ่มปอตีมารอยปรำใบเมียนนิเตียนหมวยดำนาธาเมียนบรอปีเนี่ยมันเนี่ยอะไรปูเสยทงนมันเนี่ยเตียดอะไรปูเสยสราลหายมันเนี่ยอะไรดาวเตอปีไอมันเนี่ยอะไรดาวหมอกปีนีประเทศคเนียในเลสเปียนมวยปมปรอมเชียคเนียประจำบับคเนียกำปุบใจเสืออหายนอมคเนียเตอประดังจากกรมโยธากำปุบใจสมาคเนียหนึ่งจุ่มนมจุ่มเรียกัดสิกระไดเอาไอ้ผมบ้านหายก็นอมเนี่ยดำนานุเตอกราบบังกุ้มตูลเปรมหากษัตริย์เปรเจียเมียนเปรบันตูลดังสัวเตอใจตีมวยธาเมื่อใจเสยปูยประสดายเนี่ยตาเสยเอาไว้จะเสยทงุนหรือก็เสยสระใจนุก็กราบบังกุ้มตูลธาเสยทงุนประกาศนาจะอังมาจ้าเติบตรงสัวเตอใจมาคางเตียดเมื่อจอบปูเสยประสดายเนี่ยจะเสยสระหรือก็เสยทงุนนั้นบรอนูก็กราบบังกุมตูลธาเสยสระประกาศนาจะอังมาจ้าเปรมหากซัดตรงตราบังกอบธาบางจังเนี่ยเดเรจปูเสยทงุนเนื้อเตยซองเนี่ยเดเรจปูเสยสระตบัดเนี่ยเรจปูเสยสระกีประยับโยกเตอทราบปรูอ้อยบานซีฉับตอนมอดไอเสยทงุนหนึ่งบังอองอยู่เตติดก็บานได้ใจตั้งปีเนี่ยก็ปรมหายกราบถวายบังกุมเลียตะการตีลุมเนยตีตีเฮาบ้านเรืองบรอปีเนี่ยไรเสือจอบตรมแต่
រឿងព្រេងសាវតាវត្តសឆ្លោងប្រជុំរឿងព្រេងខ្មែរភាគទី10ទំព័រទី37ដល់ទំព័រទី38នៅក្នុងឃុំច័ន្ទសស្រុកសូត្រនិគមខេត្តសៀមរាបវត្តសឆ្លោងคล้ายមកពីពាក្យថាវត្តឆ្លោងវត្តសឆ្លោងមានប្រាសាទបុរាណគេដាក់នាមថ្មីទៀតថាវត្តប្រាសាទអណ្ដែតប៉ុន្តែនាមដែលគេស្គាល់ច្រើនសពថ្ងៃនេះគឺហៅថាវត្តសឆ្លោងមានរឿងព្រេងដែលតាក់ទងដោយវត្តសឆ្លោងនោះលោកគ្រូចៅអធិការវត្តព្រឹក្សាកុកីធំដំណើរប្រាប់ខ្ញុំថាហេតុដើមមានតាចាស់ម្នាក់ចុះមកពីស្រុកសុរិន្ទក៏ហៅឈ្មោះគាត់ថាតាសុរិន្ទប្រពន្ធគាត់ឈ្មោះថាយាយដាមតាសុរិន្ទយាយដាមចុះមកនៅធ្វើស្រែធ្វើចំការត្រង់កន្លែងនោះជាយូរឆ្នាំណាស់របៀបគាត់ធ្វើស្រែចំការម្ដងនោះគាត់មានធ្វើខ្សែសម្លាញ់ខ្សែនោះគេយកស្លឹកត្នោតឬស្លឹកចាចងតគ្នាយូរវែងទៅហើយយកទៅចងព័ទ្ធជុំវិញស្រែឬចំការនោះដើម្បីឲ្យសត្វព្រៃមានជ្រូកជាដើមខ្លាចនិងធ្វើពពះគឺការប៉ះដែលធ្វើពីស្លឹកពញាឬផុងឲ្យសត្វខ្លាចនិងឆ្លោងចន្លោងកកូនឈើធ្វើជារូបភាពមនុស្សដាក់ឲ្យសត្វព្រៃដើរជាដើមខ្លាចកុំឲ្យហ៊ានចូលមកស៊ីស្រូវគាត់កន្លែងនោះលុះគេសាងឡើងជាវត្តគេហៅថាវត្តឆ្លោងមកពីធ្វើវត្តនៅទីដែលតាសុរិន្ទគាត់ឆ្លោងនោះលុះជំនេរតមកក៏คล้ายពាក្យទៅជាហៅថាវត្តសឆ្លោងសពថ្ងៃនេះឯងតាសុរិន្ទយាយដាមនោះគាត់មានកងមួយឮសូរល្អណាស់ហើយពីរោះផងកងនោះហើយដែលគាត់ប្រើសម្រាប់ហៅមនុស្សមកប្រជុំគ្នាធ្វើការងារនៅកន្លែងនោះលុះដល់វេលាគាត់ត្រឡប់វិលទៅស្រុកកំណើតគាត់វិញគាត់យកទាំងកងធំល្អនោះទៅផងលុះយកទៅវាធ្ងន់ពេកពិបាកយកទៅគាត់ក៏កប់កងនោះលាក់ទុកក្នុងត្រពាំងទឹកមួយនៅខាងជើងស្រុកនោះទើបត្រពាំងនោះអ្នកស្រុកហៅថាត្រពាំងគងคล้ายមកពីពាក្យកប់គងលុះត្រពាំងនោះគោកដីអស់ទៅក៏คล้ายទៅជាដីវាលទំហំចំនួន5ម៉ែត្រសប្តាហ៍ថ្ងៃនេះហៅថាវាលគងបាទរឿងព្រេងសាវតាវត្តសឆ្លោងចប់ត្រឹមតែប៉ុណ្ណេះរឿងបុរស2នាក់បរទេះទាស់តែងគ្នាប្រជុំរឿងព្រេងខ្មែរភាគទី3ទំព័រទី111ដល់ទំព័រទី112មាននិទានមួយដំណាលថាមានបរិសុទ្ធ2នាក់ម្នាក់ទៅសងគុណគេម្នាក់ទៅធ្វើបុណ្យចៅម្នាក់បរទេះទៅចៅម្នាក់បរទេះមកចៅទាំង2នាក់បរទេះមកប្រទះគ្នាពុំព្រមជាគ្នាក៏ឆ្លោះគ្នាជាយូរទាល់តែខូចបងចំណីចំណុកផ្លែឈើទីតីអស់ហើយក៏នាំគ្នាទៅប្តឹងចៅក្រម
ចៅក្រមពុំអាចជំនុំជម្រះឲ្យចៅទាំងពីរនាក់បានទើបនាំចៅទាំងពីរនាក់នោះឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើររឿងនោះព្រះមហាក្សត្រមានព្រះបន្ទូលដណ្ដឹងសួរទៅចៅទាំងពីរនាក់នោះថាមើលហេតុអីបានជាប្រស្ដែងទាំងពីរនាក់នេះបរទេសពុំព្រមជៀសគ្នាដូចនេះតើមានដំណើរដើមតងដូចម្ដេចទៅបរិសម្នាក់ក៏ក្រាបបង្គំទូលថាខ្ញុំព្រះបាទជាអង្គម្ចាស់នេះបរទេសទៅធ្វើបុណ្យបានប្រទះនឹងចៅនេះហើយចៅនេះពុំព្រមជៀសខ្ញុំព្រះបាទអង្គម្ចាស់ឡើយហើយចៅម្នាក់ទៀតក៏ក្រាបបង្គំទូលថាដើមឡើយមានមនុស្សម្នាក់នៅទីឯណោគេមានគុណនឹងខ្ញុំព្រះបាទអង្គម្ចាស់ឥឡូវនេះគេមានទុក្ខធំណាស់ខ្ញុំព្រះបាទអង្គម្ចាស់ក៏បរទេសទៅសងគុណគេវិញជាប្រញាប់បានមកប្រទះនឹងរទេះចៅនេះហើយចៅនេះពុំព្រមជៀសខ្ញុំព្រះបាទអង្គម្ចាស់ឡើយព្រះមហាក្សត្រមានព្រះបន្ទូលកាត់សេចក្តីថាព្រះស្ដែងដែលទៅធ្វើបុណ្យនោះត្រូវសងព្រះស្ដែងដែលទៅសងគុណគេណាព្រោះព្រះស្ដែងដែលទៅធ្វើបុណ្យនោះគឺទៅដោយចិត្តសទ្ធាមិនមែនធ្វើបុណ្យលាបំណន់អ្វីឡើយឯព្រះស្ដែងដែលទៅសងគុណគេនោះព្រោះការខ្លួនមានទុក្ខគេដោះទុក្ខខ្លួនឥឡូវនេះដល់គេមានទុក្ខវិញត្រូវតែទៅដោះទុក្ខតបស្នងសងគុណគេវិញដោយហេតុតែព្រះស្ដែងមួយនេះបរទេសពុំព្រមជៀសទើបព្រះស្ដែងនេះខានបានទៅសងគុណគេនោះព្រះមហាក្សត្រទ្រង់កាត់សេចក្តីដូច្នេះចៅទាំងពីរនាក់ក៏ចូលចិត្តហើយក្រាបថ្វាយបង្គំលានាំគ្នាទៅកាន់ទីលំនៅអាត្មាទីតីហោងបាត់រឿងបរោះពីរនាក់បរទេសទាស់តែងគ្នាចប់ត្រឹមរឿងព្រេងដើមកំណើតភ្លេង9បទក្នុងពិធីមង្គលការប្រើលេងក្នុងវេលាដែលមេបាពិសាក្រយ៉ាប្រជុំរឿងព្រេងខ្មែរភាគទី10ទំព័រទី6ដល់ទំព័រទី9មានរឿងព្រេងពីបរមដំណាលមកថាមានស្ត្រីម្នាក់ឈ្មោះតែនមកពីស្រុកត្រើយត្រាស់បានមកពឹងបុណ្យតាដុងយាយជ័យដែលជាអ្នកមានស្ដុកស្ដំមួយនៅក្នុងស្រុកឧដុង្គសពថ្ងៃនេះឯតាដុងយាយជ័យនោះគាត់មានកូនក្រមុំមួយឈ្មោះត្រចើលដោះក្រាលមានរូបឆោមល្អក្រៃលែងលើសស្រីទាំងពួងអាយុទើបតែ16ឆ្នាំតាដុងយាយជ័យតែងតែបិទបាំងរារាំងកូននោះមិនឲ្យអ្នកនីមួយឃើញក្រែងជ្រាបដល់ស្ដេចនឹងយកទៅកាលនាងតែនមកអាស្រ័យនៅនឹងគាត់ឃើញថាជាអ្នកមានមាយាទល្អល្មមនឹងរក្សាកូនរបស់គាត់បានគាត់ក៏បណ្ដោយឲ្យនាងតែននាំនាងត្រចើលដោះក្រាលទៅរក្សាទុកក្នុងខេត្តទ្រាំងដែលនៅស្រុកកំណើតរបស់នាងតែនក៏ទទួលធុរៈនាំនាងត្រចើលដោះក្រាលទៅតាមសេចក្តីប្រាថ្នារបស់តាដុងយាយជ័យកាលនាងត្រចើលដោះក្រាលទៅនៅក្នុងទីនោះអ្នកដែលបានឃើញរូបនាងហើយតែងតែសរសើរគ្រប់គ្នានិយាយពីមហេសីស្ដេចក្នុងនគរតែមិនប្រកាសព្រះនាមទាំងស្ដេចទាំងមហេសីប្រសូតបានរាជបុត្រមកជាពងស្ដេចនោះសម្គាល់ជាឧត្តបាទក៏ឲ្យយកទៅចោលក្នុងព្រៃឆ្ងាយកាលនោះមានព្រានព្រៃម្នាក់ដើរស្វែងបាញ់មរឹកមកដល់ទីនោះក៏បានឃើញពងចម្លែកទើបរើសមករក្សាទុកមើលត្បិតជារបស់ចម្លែកលុះរក្សាបាន7ថ្ងៃក៏ញាស់មកភេទជាមនុស្សព្រានព្រៃក៏ចិញ្ចឹមដោយកូនឲ្យឈ្មោះថាប្រមាញ់វឹងសុងព្រោះមិនដឹងជាកើតមកពីណាលុះអាយុបាន16ឆ្នាំប្រមាញ់វឹងសុងក៏លាព្រានព្រៃជាឪពុកទៅស្វែងរកប្រពន្ធ
ប្រមាញ់វឹងសុងដើរទៅជាយូរថ្ងៃទើបបានប្រទះឃើញនាងត្រចៅដោះក្រាលកើតមានសេចក្តីប្រតិព័ទ្ធចង់បានជាប្រពន្ធក៏ចូលទៅគិតគូរនឹងនាងតែនក៏ព្រមព្រៀងផងជាបណ្ដោះអាសន្នព្រោះនាងមិនមានអំណាចនឹងសម្រេចកិច្ចនោះពេញទីប្រមាញ់វឹងសុងកាលទទួលដំណឹងស្រស់ស្រួលប៉ុណ្ណោះហើយក៏រៀបចំធ្វើប្រាសាទមានទាំងចំណាឲ្យនាងត្រចៅដោះក្រាលនៅស្រេចហើយក៏ផ្ដើមនឹងធ្វើពិធីមង្គលការបានឲ្យនាងតែននាំកំណត់ថ្ងៃខែដែលនឹងរៀបមង្គលការទៅស្នើតាដងយាយជ័យជាឪពុកម្ដាយហើយនឹងអញ្ជើញគាត់មករៀបចំមង្គលការតាដងយាយជ័យកាលបានទទួលកំណត់ហើយក៏យល់ព្រមផងហើយមកជាមួយនឹងនាងតែនលុះមកដល់កណ្ដាលផ្លូវចិត្តទៅស្រុកគូសហើយក៏កើតពង្វេងផ្លូវនាំគ្នាដើរទៅក៏បានប្រទះនឹងក្មេងអ្នកខ្វៀលក្របីក៏ស្រែកសួរថាអាកៃផ្លូវណាទៅត្រាំងទៅវាំងចន្លុះផ្លូវណាទៅគូសទៅស្រែរនងប្រាប់យាយតាផងទៅឲ្យបានតាន់ការក្មេងនោះប្រាប់ថាតាដើរដោយជ្រុំឡើងលើខ្នងភ្នំចុះតាមទំនងចិត្តដល់ប្រាសាទតាបត់ទៀតហោងអស់ទេពតាផងរក្សាព្រៃព្រឹកដល់តាគិតនឹកប្រគំភ្លេងថ្វាយជ្រតើយស្រងាត់ដោះក្រាលមិនបាត់កន្តែនត្រាំងណាភ្លេងខ្នោខ្នងភ្នំឧត្តមថ្លៃថ្លារបងរមាសជាភ្លេងអនផាត់ជាយបន្ទាយប្រាសាទទឹកជប់ជាប់ស្អាតនឹងភ្លេងក្រោមនាយខ្ញុំផ្ដាំអ្នកតាហើយនឹងអ្នកយាយកុំភ្លេចបត់ថ្វាយធ្វើកុំឃ្លៀងឃ្លាតប្រមាញ់វឹងសុងគិតរៀបអំរុងដោះក្រាលសម្អាតឲ្យរៀបចំណីថ្មីបរិសុទ្ធស្អាតលើកមកក្រាបបាតតាដងយាយជ័យទទួលស្ពកបាយពីកូនប្រុសស្រីប្រាប់ពីវង្វេងផ្លូវកណ្ដាលព្រៃតាដងយាយជ័យប្រាប់តាមដំណើរហើយទើបលេងភ្លេងតាមបំណន់ក្មេងបង្គាប់នោះនៃទើបជ្រងស្រងាត់កន្តែនទាំងស្រីដោះក្រាលទាំងពីរខ្នេះខ្នោខ្នងភ្នំរបងរមាសបន្ទាយពេញពាសស្រងាត់ទូរគុំទឹកជប់ក្រោមនាយថ្វាយពុតក្រុមព្រំហែបំណន់ខ្ញុំសូរ៉ាច់ម្លេះហោងដោយហេតុនេះទើបកើតមានទំនៀមលេងភ្លេងទាំង9បទគឺ1ជ្រងស្រងាត់2កន្តែនត្រាំង3ដោះក្រាល4ខ្នោ5ខ្នងភ្នំ6របងរមាស7បន្ទាយប្រាសាទ8ទឹកជប់9ក្រោមនាយដរាបដល់សពថ្ងៃនេះចំណែកឯប្រមាញ់វឹងសុងកាលរៀបការហើយបានមកនៅឯស្រុកតាដងយាយជ័យគឺស្រុកឧដុង្គសពថ្ងៃនេះវេលាក្រោយមកបានជួបនឹងស្ដេចសោយរាជហើយប្រែព្រះនាមថាព្រះបាទធម្មវឹងសុងនិងប្រែឈ្មោះស្រុកនោះថាស្រុកឧដុង្គមានជ័យឈ្មោះនេះប្រកាសមានមកដល់សពថ្ងៃនេះបាទរឿងព្រេងដើមកំណត់ភ្លេង9បទក្នុងពិធីមង្គលការចប់ត្រឹមតែប៉ុណ្ណេះ